ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូ Part 49 នៃ Heyday ហើយនៅក្នុងវីដេអូនេះដែរខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាអំពី event ដឹកជញ្ជូនអីវ៉ាន់ដើម្បីទទួលបានផ្កាយ2ជាមួយនឹង Global Fishing ចំពោះលក្ខខណ្ឌនៃការលេង event នេះដែរអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការស្ទូចត្រីឲ្យដល់រូបផែនដីនោះទៅនោះអ្នកទាំងអស់គ្នានឹងទទួលបានរបស់របរផ្ទះមួយនេះអ្នកទាំងអស់គ្នានេះប៉ុន្តែដោយសារតែខ្ញុំអត់តបានធ្វើអញ្ចឹងទៅវានៅរូបផែននៅឡើយអញ្ចឹងឥឡូវនេះដែរកុំឲ្យខាតពេលយូរយើងមកស្ទូចត្រីទាំងអស់គ្នាហើយដើម្បីអាចស្ទូចត្រីបានមុនដំបូងអ្នកទាំងអស់គ្នាត្រូវផលិតលួសជាមុនសិនចំពោះលួសនេះវិញប្រសិនបើអ្នកទាំងអស់គ្នាចង់បានលឿនអ្នកទាំងអស់គ្នាគួរតែចំណាយกระดาษពណ៌ទៅដើម្បីផលិតលួសហើយយើងឃើញថាគ្រាន់តែចុចលើលួសហ្នឹងទៅវានឹងបង្ហាញរយៈពេលនាទីដែលអ្នកទាំងអស់គ្នាត្រូវផលិតថាតើមួយណាផលិតយូរមួយណាផលិតលឿនប្រសិនបើអ្នកទាំងអស់គ្នាចង់ឆាប់ទទួលបានរបស់រៀបរាប់ផ្ទះអ្នកទាំងអស់គ្នាគួរតែចំណាយកระดาษពណ៌ហ្នឹងទៅហើយប្រសិនបើអ្នកទាំងអស់គ្នាអត់ចង់ចំណាយកระดาษពណ៌ហ្នឹងទេអ្នកទាំងអស់គ្នាគ្រាន់តែផលិតលួសពណ៌ក្រហមហ្នឹងទៅជាការស្រេចទេអ្នកទាំងអស់គ្នាហើយណាមួយវិញទៀតអ្នកទាំងអស់គ្នាចំពោះរង្វាន់ដែលគាត់ផ្ទះនេះដែរនៅពេលដែលយើងទទួលបានវាមិនត្រឹមតែបានតុបតែងកសិដ្ឋានតែមួយមុខទេអ្នកទាំងអស់គ្នាសំខាន់វាលោតនៅក្នុងសៀវភៅ collection book ឲ្យយើងទៀតហើយនេះដែរគឺជា collection book ថ្មីដែលតាក់ទងជាមួយនឹង Cherry Blossom ចំពោះរង្វាន់ដែលគាត់ផ្ទះទាំងអស់ហ្នឹងរង្វាន់ដែលគាត់ផ្ទះមួយនេះយើង scan បានហើយចំពោះរង្វាន់ដែលគាត់ផ្ទះផ្សេងទៀតអាហ្នឹងវាអាចនឹងទី1គេលក់ឲ្យយើងទី2អាចនឹងធ្វើ event ទៅទទួលបានចឹងរង្វាន់ដែលយើងធ្វើការស្ត្រីបានហ្នឹងវានឹងមកពេញកន្លែងនេះអ្នកទាំងអស់គ្នាអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាទទួលបានរង្វាន់នៃគាត់តែដែលវាដាក់នៅក្នុងរូបហ្នឹងនោះអ្នកទាំងអស់គ្នានឹងទទួលបានពេជ្រចំនួន75ហើយវីដេអូរបស់ខ្ញុំអត់ទាន់ចប់ត្រឹមហ្នឹងទេអ្នកទាំងអស់គ្នាខ្ញុំនៅមានអ្វីពិសេសបង្ហាញជូនអ្នកទាំងអស់គ្នាទៀតអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើរូបកាក់ហើយនឹងពេជ្រមកបន្តមក scroll ចឹងមកនោះអ្នកទាំងអស់គ្នានឹងឃើញពេជ្រចំនួន10ដែលគេដាក់ពាក្យថា free ជាមួយនឹងកូនសោចំនួន300ដែលគេដាក់ពាក្យថា free អ្នកទាំងអស់គ្នាគ្រាន់តែចុចទទួលទៅនោះអ្នកទាំងអស់គ្នានឹងទទួលបានកូនសោចំនួន300អញ្ចឹងអ្នកទាំងអស់គ្នាអាចយកមក exchange ឬក៏ប្ដូរជាមួយនឹងហឹបសំណាងនេះបានដើម្បីបើកទៅបានរបស់រៀបរាប់ផ្ទះស្អាតហើយចំពោះរង្វាន់នៃគាត់ផ្ទះដែលខ្ញុំទទួលបាននេះដែរខ្ញុំគិតថាវាមិនស្អាតក៏វាមិនកក្រិចតែគ្រាន់តែខ្ញុំអត់សូវស្រឡាញ់អញ្ចឹងអ្នកទាំងអស់គ្នាចឹងឥឡូវនេះដែរវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ